ទឹកប្រទាលកតុយពើហ្នឹងគឺពិបាកធ្វើតែពេលយើងជាសវកហ្នឹងទេតែពេលជាហើយហាន់ដាក់គឺស្រួលបំផុតហើយក៏ស្រួលរក្សាទុកក្នុងទូទឹកកកដែរអាចទុកបាន10ថ្ងៃចុះក្រោមអញ្ចឹងណាគុណភាពវានៅឆ្ងាញ់ហ្នឹងហើយសួស្តីនឹងជម្រាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមកធ្វើទឹកប្រទាលកតុយពើហូបបងប្អូនព្រោះដោយសារថ្ងៃហ្នឹងទៅផ្ទះតានៅខាងភ្នំស្រង់នោះតាខ្ញុំគាត់ដាំបានច្រើនមែនទែនមើលណែបងប្អូនឡើងល្អដើមប្រទាលកតុយពើតាខ្ញុំគាត់ដាំតែ2ផើង3ផើងបន្តែច្រើនមកបងប្អូនកាច់តែ3ដើមយកទៅណាអស់និយាយពីច្រើនហ្មងណាហើយគាត់ដាំបានល្អមែនទែនខ្ញុំដាំនៅផ្ទះខ្ញុំដែរតែអត់ទាន់បានផលទេបើតាខ្ញុំអូយណែគាត់ដាំបានច្រើនមែនទែនគាត់ដាក់ជីបានល្អជាងខ្ញុំបើខ្ញុំដាំអត់សូវបានល្អហើយខ្ញុំខ្វាកបងប្អូនហើយនិយាយពីថាទៅផ្ទះតាម្ដងតំណាំតាឃើញហើយគឺខ្ញុំខ្វាកមែនទែនព្រោះស្អីក៏មានមើលស្លឹកតយទៅតាខ្ញុំដាំបានហើយស្លឹកតយបើខ្ញុំដាំអត់ដែររស់ទេមិនដឹងយ៉ាងណាទេដាំ4 10ដងគឺអត់រស់ហ្មងហើយពេលខ្ញុំទៅផ្ទះតាខ្ញុំឃើញតំណាំច្រើនអញ្ចឹងគឺខ្ញុំខ្វាកបងប្អូនហើយមានណាឃើញប្រទាលកតុយពើល្អអញ្ចឹងក៏កាច់យកមកស្បោងធំយកទៅធ្វើហូបនៅផ្ទះម៉ែក្មេកព្រោះថ្ងៃហ្នឹងខ្ញុំទៅលេងផ្ទះម៉ែក្មេកអញ្ចឹងឈៀងចូលផ្ទះតាមួយផ្លេតហើយកាច់ប្រទាលកតុយពើនឹងយកទៅធ្វើនៅផ្ទះម៉ែហើយនេះឥឡូវនេះចាប់ផ្ដើមធ្វើបងប្អូនហើយដូចខ្ញុំនិយាយដើមក្បាលវីដេអូអញ្ចឹងបងប្អូនទឹកប្រទាលកតុយពើហ្នឹងគឺពិបាកធ្វើតែយើងពេលជាសវកវាចេញឯងបើយើងអត់ចេះជាអាចនឹងមុតដៃឬមួយក៏យូរអញ្ចឹងប៉ុន្តែខ្ញុំធ្វើច្រើនដងអញ្ចឹងឥឡូវខ្ញុំស៊ាំដៃចាំដៃអញ្ចឹងជាតែមួយផ្លេតទេបើប្រទាលកតុយពើដូចថា5គីឡូប្រទាលកតុយពើអញ្ចឹងខ្ញុំជាតែ1ម៉ោងអីហើយខ្ញុំជាហើយបើសិនជាមាន3គីឡូអីជាតែកន្លះម៉ោងអញ្ចឹងទៅបងប្អូនឥឡូវនេះខ្ញុំបានជាវាស្អាតហើយបងប្អូននេះអើយសាច់ឡើងថ្លាឆ្វេងហ្មងបងប្អូននិយាយពីថាហូបហើយស្រួលខ្លួនមែនតែនបងប្អូនតនេធ្វើទឹកប្រទាលកតុយពើហូបគឺល្អមែនតែនបងប្អូនល្អសម្រាប់សុខភាពណាព្រោះហ្នឹងវាជាថ្នាំផងវាជាប្រភេទផ្លែឈើមកយើងធ្វើជាទឹកផ្លែឈើអញ្ចឹងគេហៅទឹកផ្លែឈើទឹកប្រទាលកតុយពើអញ្ចឹងឥឡូវនេះខ្ញុំចាប់ផ្ដើមស្រោះទឹកក្តៅបងប្អូនទឹកក្តៅខ្ញុំស្រោះ2ទឹកបងប្អូនចាក់វាកូរវិតអញ្ចឹងមកហើយចាំចាក់ចូលកញ្ឆែងហើយស្រោះទឹកដាច់ជាតិឡាយនឹងចេញអញ្ចឹងណាឥឡូវនេះខ្ញុំចាប់ផ្ដើមចាក់ដាក់កញ្ច្រែងឲ្យវាស្រស់ទឹកហើយដើម្បីយកទៅធ្វើទឹកប្រទាលកតុយពើជាមួយនឹងទឹកស្ករជាមួយនឹងស្លឹកតើយយើងអញ្ចឹងណាបងប្អូននេះកូរវាធ្លាក់ទឹកអញ្ចឹងមកហើយខ្ញុំក៏ចាប់ផ្ដើមដាក់ដាំទឹកចំនួន3លីត្រដាក់ស្លឹកតើយចំនួន1ដុំដែលខ្ញុំកាច់មកអំបិល1ចិបទូចថាទឹក3លីត្រខ្ញុំប្រើស្ករ3ខាំហើយប្រទាលកតុយពើខ្ញុំមិញ3 4គីឡូដែរបងប្អូនច្រើនដែរអញ្ចឹងខ្ញុំប្រើតាមបរិមាណវាតាមកម្រិតវាដែលខ្ញុំធ្លាប់ធ្វើមុនអញ្ចឹងណាគឺខ្ញុំធ្វើអញ្ចឹងទឹក1លីត្រប្រទាលកតុយពើ1គីឡូអញ្ចឹងទៅស្ករ1ខាំអញ្ចឹងទៅហើយឥឡូវនេះទឹកយើងពុះរយៈពេលខ្ញុំងាស់ទឹកស្ករជាមួយអំបិលហើយជាមួយស្លឹកតើយរយៈពេលកន្លះម៉ោងបងប្អូនតើវារៀងចុះត្រជាក់តិចបានខ្ញុំចាក់ប្រទាលកតុយពើដែលខ្ញុំបានស្រោះទឹកក្តៅហើយនឹងចូលក្នុងឆ្នាំងទឹកស្ករហ្នឹងហើយខ្ញុំកូរបន្តិចមកទុកឲ្យរៀងត្រជាក់បន្តិចបានខ្ញុំច្រកចូលដបនេះបងប្អូនអញ្ចឹង3លីត្រហ្នឹងខ្ញុំធ្វើមកវាយើងងាស់ទឹកទៅវានៅសល់បានប្រហែល2លីត្រចុច7ដែរអញ្ចឹងណាជិត3លីត្រដែរវារីងបន្តិចអញ្ចឹងទៅហើយបាន3ដបហ្នឹងឯង